អ្នកណាមិនភ័យតក់ស្លុតនោះសាលារៀនថៃជាប់ព្រំដែនមីយ៉ាន់ម៉ាប្រកាសជំនះសិស្សចេញភ្លាមក្រោយមានគ្រាប់ធ្លាក់ចូលដោយសារក្រុមប្រឆាំងកំពុងប៉ះគ្នាកាលពីថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2022កន្លងទៅនេះស្ថានភាពនៅជាដែនប្រទេសមីយ៉ាន់ម៉ាបានកើនការក្តៅគគុកជាថ្មីដោយសារតែយោធាមីយ៉ាន់ម៉ាបានប៉ះគ្នាជាមួយនឹងក្រុមប្រឆាំងអូទៀនមួយទំហឹងបណ្ដាលឲ្យសាលារៀនថៃមួយនៅជាប់នោះត្រូវបង្ខំចិត្តជំនះសិស្សចេញភ្លាមតាមព័ត៌មានបានឲ្យដឹងថាទាហានមីយ៉ាន់ម៉ាបានតទល់គ្នាយ៉ាងពេញទំហឹងជាមួយនឹងក្រុមប្រឆាំងអូទៀមដែលបានប្រើទាំងអាវុធធុនធ្ងន់និងអាវុធច្រើនប្រភេទទៀតការតទល់នេះបានកើតឡើងនៅរដ្ឋការ៉ែនទល់មុខស្រុកម៉ែសោតខេត្តតាកប្រទេសថៃដែលនៅប្រមាណ2ទៅ300ម៉ែត្រពីសាលារៀនបានម៉ែកនកេនប៉ុណ្ណោះហើយក្នុងនោះមានគ្រាប់កាំភ្លើងបានធ្លាក់យ៉ាងរប៉ាត់រប៉ាយនៅក្នុងសាលាដែលបណ្ដាលឲ្យអ្នកគ្រប់គ្រងសម្រាប់ចិត្តបិទសាលាចោលបណ្ដោះអាសន្ននិងជំនះកូនសិស្សប្រមាណ345នាក់ចេញយ៉ាងប្រញាប់ផងដែរយ៉ាងណាមិញមកទល់នឹងពេលនេះការតទល់គ្នារវាងក្រុមទាំងពីរនៅតែបន្តយ៉ាងក្តៅគគុកហើយមានជនជាតិមីយ៉ាន់ម៉ាជាង100នាក់ហើយដែលបានរត់ចូលក្នុងទឹកដីថៃដោយអាជ្ញាធរថៃក៏បានទទួលជួយបណ្ដោះអាសន្នដោយឡែកទាហានថៃក៏ត្រូវបានបញ្ជូនទៅពង្រាយដាក់នៅទីតាំងខាងលើដើម្បីរក្សាសុខសុវត្ថិភាពផងដែរចាស់នេះគឺជារឿងមួយដែលគួរឲ្យចាភ័យខ្លាចមែនទែនសម្រាប់ប្រទេសមីយ៉ាន់ម៉ាដែលបានចាប្រយុទ្ធគ្នាជាមួយនឹងក្រុមអូទៀមហើយនៅជាប់ជាដែនថៃតើចង់ដឹងថាប្រទេសថៃប្រជាជនថៃដែលយល់អារម្មណ៍ទេនៅពេលដែលគេឈ្លានពានទឹកដីហើយប្រជាជនខ្មែរចារត់ភៀសសឹករកកន្លែងនៅដោយសុវត្ថិភាពក៏មិនប្រកាសថាសុខស្រួលដោយផ្ទះខ្លួនឯងផងដែរសង្ឃឹមថានឹងមានសុខសន្តិភាពឆាប់ៗសម្រាប់ប្រទេសខ្មែរយើងតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា